ជំរាបសួរបង ចាជំរាបសួរ បងមានឈ្មោះអីដែរ ឈ្មោះស្រៀងស៊ីដេត ឆ្នាំនេះបងមានអាយុប្រហែលទេបង អាយុ50ឆ្នាំ បងនៅភូមិណាដែរបង នៅភូមិពានជាលា អញ្ចឹងមុនពេលដែលបងស្គាល់ក្រុមហ៊ុនសេរីចេមនេះតើបងមានជំងឺអីខ្លះ ពីដំបូងមានជំងឺឈឺចង្កេះឈឺជើង ហើយមានឡើងឈាមអីទេ ឈាមឡើងដែរ បងអាសាកោកខ្យល់ក៏អីទេ កាលពីមុនអាសាកុសខ្យល់តាំងបានឡើងម៉ាស៊ីននឹងមកដែរកុសខ្យល់ទេ អញ្ចឹងកោកប្រចាំថ្ងៃ កាលពីមុននោះមួយខែកុស3ដងអីមួយខែ អត់ស្រួលខ្លួនអាសាវិលមុខវិលអី វិលមុខវិលអីដល់ពេលបានម៉ាស៊ីននឹងមកដែរបានកុសខ្យល់ទេឥឡូវ ហើយឈឺចង្កេះ ឈឺចង្កេះក៏អន់ដែរឥឡូវ ឈឺចង្កេះហ្នឹងមូលហេតុអីបានបងឈឺ ឈឺចង្កេះហ្នឹងមកយើងដូចថាធ្វើការពួកឲ្យចៅអីហ្នឹងយើងយកអីវ៉ាន់យូរអីវ៉ាន់ច្រើនដែរហ្នឹងហ่ะ ចៅច្រើនណាស់ ចៅ3នាក់ដែរហ្នឹងប៉ុន្តែពូហ្នឹងពូជាប់ហ្មងចៅបើហ្នឹង ចៅបើហ្នឹងតាមរហូតហ្មង តាមរហូតប៉ុន្តែសំខាន់យើងយួរពីវ៉ាន់ណូពីផ្សារមកអញ្ចឹងទៅ22គីឡូអីរាល់ថ្ងៃយើងទៅចាប់ដើមចង្កេះនឹងឈឺទៅ អញ្ចឹងបងទៅផ្សារទិញម្ហូបឲ្យជាងគេផ្សារ ជាងគេផ្សារពួកបុគ្គលិកមីហលេ ហើយយួរពីផ្សារហ្នឹងមកផ្ទះយួរប្រហែលគីឡូបងគិតទៅ គិតទៅក្នុងមួយព្រឹកថា20គីឡូផលព្រឹក 20គីឡូហត់ផឹក ផលព្រឹកមួយព្រឹក2គីឡូព្រឹក2គីឡូដល់ពេលមកចាប់ដើមចង្កេះហ្នឹងចាប់ដើមឈឺរហូតនេះជើងហ្នឹង ជឿអត់ដឹងខ្លួនណា ជឿដឹងដល់ពេលឃើញក្រុមហ៊ុនគេនឹងមកក៏ទៅដាក់បាន2 10ថ្ងៃដឹងធូរ អញ្ចឹង ជើងនេះ រយៈពេលដែលបងស្គាល់ម៉ាស៊ីនកន្លងមកនេះតែបងបានជាវមកប្រើនៅផ្ទះហ្នឹងឥឡូវហ្នឹងបងនិយាយពីការធូរស្បាយរបស់បងវិញតើបងធូរអីខ្លះដែលយើងបានធូរ ថ្ងៃនេះបានធូរចង្កេះហើយជើងបត់ជើងអីកើទៅពេនភ្នែកកាលពីមុនពេនភ្នែកកើទេអង្គុយបានសដោជើងឥឡូវអង្គុយចំហងអីក៏បានបត់ជើងក៏បានពេនភ្នែកនេះបានដូចមុនចំហងកើទេបាទងើបវាស្អិតច្រាត់ដល់ពេលឥឡូវអត់ទេខោខ្លួនឯងអីស្រួលមិនចាំច្រាត់ដៃច្រាត់អី ចង្កេះហ្នឹងធ្វើទុកខ្លាំងដែរអញ្ចឹង ចង្កេះហ្នឹងធ្វើទុកខ្លាំងដែរហ្នឹងអង្គុយទៅអត់កើតផងដូចជួងចាក់ ដូចកាលពីទៅម៉ាស្សានៅកន្លែងនោះដូចដើររៀងបាក់ខ្ជើតដល់របៀបថាដើរអត់ព្រម ដើរទៅដូចរៀងជើងនោះដូចរៀងខ្លីម្ខាង វាតឹងទៅសៃ តាំងទៅសៃដល់ពេលបានទៅដាក់នោះទៅធូរដល់ពេលជាវមកប្រើផ្ទះគឺទៅធូរទៀត ទៅធូរទៀតឥឡូវហ្នឹងដើរដូចលែងឃើញដូចមុនហើយដើរត្រង់ហើយឥឡូវនេះ ឥឡូវដើរត្រង់ហើយដូចមុនដើរទៅរៀងចាក់ខ្ញៅទៅរៀងខុចទៅសៃម្ខាងទៀតពីតាគៀកនោះទៅ យើងទៅជា 50-60% ហើយ នៅយកបានដាក់រាល់ថ្ងៃហ្នឹងជាថាឥឡូវចង់70%បាទ បាទហើយសម្រាប់ជំងឺលើសឈាមហ្នឹងឯង លើ ពេលដែលបង ទៅអត់ដែរប្រើថ្នាំទេបងគ្រូនិយាយថាប្រើថ្នាំទេបងខ្ញុំមិនដែរប្រើផងព្រោះដែរធ្វើទុកអីផងមិនដែរប្រើទេ អាហ្នឹងឥឡូវលោកគ្រូផ្ដាំផ្ញើឲ្យពិសាថ្នាំមកជាប់អត់ឲ្យខានទេណា ចា បាទ ប៉ុន្តែគ្រាន់ថាស្រួលទៅអត់បានផាក់ទៅ ហ្នឹងហើយឥឡូវដាក់ហូបឲ្យជាប់វិញណាវាអាងតែជាហើយយើងចិត្តតែភ្លេចណា ដែរផាក់ផងថ្នាំលើដែរ បាទ ដែរប្រើ អាហ្នឹងចេះ ក៏ដែរឡើយ ខាងលោកគ្រូហ្នឹងភាគច្រើនប្រាប់ថាបើសិនជាយើងប្រើបានរយៈពេលយូរដូចថាបងទិញមកប្រើបានកន្លះឆ្នាំអីទៅបងពិចារណាក្នុងការផ្ដាច់ថ្នាំអាចទៅជួបពិភាក្សាជាមួយលោកគ្រូពេទ្យអីបានអញ្ចឹងណាប៉ុន្តែឥឡូវថ្មីពេកខាងខ្ញុំហ្នឹងគឺអត់ណែនាំឲ្យបងឯងឈប់ផឹកថ្នាំទេគឺផឹកឡើងវិញជាប់ជាប្រចាំថ្ងៃមួយគ្រាប់អញ្ចឹងបងណា ចាប៉ុន្តែវាស់ឈាមហ្នឹងទៅវានៅ11 10 ហ្នឹងហើយវាអត់ឡើង តែបានថាអត់ដែរប្រើទេដូចខំស្រួលខ្លួនទៅ បាទ ចោលគុំដែរកោអីគុំដែរកោអញ្ចឹងនេះស្រួលខ្លួនប៉ិនមួយថ្ងៃទៅបានឡើង2ដងទៅដងវិញមួយថ្ងៃបានតែម្ដងមកវល់ទៅ ពេលដែលបងជាវម៉ាស៊ីនសេរីឆេមហ្នឹងយកមកដាក់នៅក្នុងផ្ទះបងហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចដែរ មានអារម្មណ៍ថាដូចជាបានដូចធូរសបោដូចថាយើងបានម៉ាស៊ីនហ្នឹងមកដូចថាយើងពេលយើងឈឺយើងឡើងទៅហ្នឹង ដូចមានសំអាង ដូចមានសំអាងដូចថាយើងមិនបាច់ចាំប្រើចៅជន់ជើងជន់អីរដងប្រើចៅមិនបាច់ជើងមិនបាច់ដៃអីឥឡូវអត់ទេទៅពេលគឺខ្លួនឡើង ដូចជំនួសការហាត់ប្រាណ ការហាត់ប្រាណយើងអវល់អញ្ចឹងបាច់ហាត់ប្រាណយើងដេកនឹងទៅ ទៅកាលពីបងឈឺជើងហ្នឹងដើរហាត់ប្រាណកើតទេ ដាក់ហាត់ប្រាណឲ្យកើទៅបានទៅឈួមមកកន្លែងទៅជាតែញាក់អីបានតែដើរកើ ដើរទៅតឹងឈឺ នេះឈឺដូចតាំងទៅស្អែកបោះជើងនឹងមុខទៅដូចតាំងហ្មងណាតាំងពីតាគៀកនឹងទៅរហូតទៅធូរឥឡូវ ពេលបានប្រើទៅធូរឥឡូវនេះជំនួសហាត់ប្រាណថាយើងដាក់មិនសិនទៅយើងបែកញើសជោគ យើងអល់ព្រឹកអញ្ចឹងទៅដល់ពេលយើងដាក់ទៅបើបានជួនកាលទៅដាក់មួយថ្ងៃម្ដងជួនកាលបានដាក់ទេ បាទប៉ុន្តែយើងបានច្រើនជាងអត់ណា បើបានតែថ្ងៃ2ដងក៏ទៅលឿនហ្មងប៉ុន្តែនេះក៏បានថ្ងៃម្ដង ហ
ngày đô họ ngày đi tới នេះប៉ុន្តែដោយសារថាបងហ៊ានចំណាយលុយមកទិញម៉ាស៊ីននេះមានអារម្មណ៍ថាស្ដាយលុយ3-4000 tôi thà cái đáy phụ đặt thằng mai thằng cô thằng ấy thằng ông ចឹងដាក់នៅក្នុងគ្រួសារ đặt phụ sa thằng ông phụ sa miền bay nè miền côn bi Côn bờ xa. nè ngay côn bờ xa côn bờ cao hay là một Côn này. đai ban bay nè nó đã tới đây thà đai của dân miền trung ngữ tương bơm pet có lối chở này nè ហ្នឹងហើយចឹងបានមានម៉ាស៊ីននេះមួយទៅជួយកាត់បន្ថយបានច្រើន khi sao nó mơ na bây giờ miền tân nâng tới đã tới cái xuống luôn na giờ từ thôi ca năm nâng đài nhưng thôi ca tới pet chở nè rồi về dân á thì muốn nó vừa với tới pet tới thốt này thốt nó thôi được về đạm dần nó nói mẹ rong tha thu ធូរច្រើន vậy tới từng vụ xa nâng đi cùng xa nhóm ấy đã tới chích lạnh chả muốn lao đó là từ bay rồi chiêng nó về lớn sao là pi rồi chiêng chứ có đã tới á ហ្នឹងហើយ đi từ tây chiêm cây ngày tịch nừng ហ្នឹងហើយ nhóm ấy từ ដូចថាយើងដាក់ទៅចិត្តដំបូងវាអារម្មណ៍ថាជឿម៉ាស៊ីនហ្នឹងបានដែលយើងឡើងដំបូង bố tha ở chưa bên đây nó về đã bàn đọc pi ឥឡូវនិយាយពីអារម្មណ៍មើលថាហេតុអីបានយល់ថាអត់ជឿដោយសារឃើញអត់មានថ្នាំអត់មានអីហ៎ nên ngay bố tha chưa bên nó về còn tha giờ đã tới nhà đóng thật mà xin nâng mà chia chứ vừa từng đã hoàn là chân đầy sống ដូចអត់មានថ្នាំអត់មានអីហូប sao đâu về thì đã xạ mơ tới pi đóng ngáy trong nhà đóng tha chân thú cô thực hẹp xanh nhất cái tê y ấy tha y ấy mà đã mau nhưng còn là đậm liêm một ngáy đó cái thu liêm còn là dây tha thu đối thắt đâm thắt lại say thì nái đi quay lại chứ á một tê thì con oi mau đã con cổ mau tam nhôm tam ấy nó mau đã từ đó là ban pi đóng ngáy nó thú cô mang vậy hẹp cô nữa thắt thu ai đặc biệt cốn cô thằng chống chăm một tinh muối mà ơi chia lên mãi មិនឃើញតែពេលទៅកន្លែងហ្នឹងចាំយូរយូរ chăm du du nam mua giường một ca nghe mơ chạy phong thơm hộp ở con chiêng phong xong phục ca nghe thở đập chạy thì nó ấy giống như khát về giống cô chiêng sân một phở tét lắm rùa ពេលតែកូនសម្រាប់ចិត្តថាជាវយកមកប្រើទាំងអស់គ្នាតែម្ដ và ង ngọt nè bạn bây nè tét tới rùa lại miền tét luôn anh miền bảo luôn chứ trong phở mà nát bạn này បាទ đừng chờ đừng ngồi chám á បាទបាទ ngồi từ dương miền pe play có miền pe tích không ចឹងបងមានពាក្យពេចន៍អីជាចុងក្រោយដែលផ្ដាំផ្ញើទៅលោកយាយលោកតានៅខាងម្ដង យាយលោកតា មជ្ឈមណ្ឌលណា chạy một đôi xe để chém cái niệm một sinh nâng phở miếng không ấy nó mấy cuộc nhom phở này đâm thả thu chơi cái ấy thu đúng không hay ở ngay nữa thu mòn bom ôn bên chừng nào đó chiêu như từ phở đứng nhom cuộc thu của nhom đâm thu này đặc biệt chơi ta bị chỉ cách thu đâm thu mà của giá nó phở nó nè mà của giá nó បាទបាទចឹងអរគុណណាបងណា chà បាទបាទជូនបងឲ្យមានសុខភាពល្អសំណាងល្អបងចា